អូខេអញ្ចឹងគឺមួយរយៈពេលមុនគឺមានគ្នាយើងដូចជា4 5 នាក់ដែរដែលគាត់បានឆាតមកខ្ញុំផ្ទាល់តែម្ដងដែលគាត់សួរអំពី software ដែលខ្ញុំផលិតវីដេអូដល់ហ្នឹងតើខ្ញុំប្រើ software ឬក៏ប្រើកម្មវិធីគេដើម្បីកាត់វីដេអូសម្រាប់អ្នកគ្នាទស្សនាជារៀងរាល់សប្តាហ៍អីចឹងទៅអូខេអញ្ចឹងថ្ងៃនេះគឺយើងទៅស្រាវជ្រាវពួកគាត់ក៏ដូចជាអាចថាជាការឆ្លើយសំណួរទៅចុះទៅកាន់ពួកគាត់ដែលបានតបឆាតមកសួរខ្ញុំកាលពីពេលមុនប៉ុន្តែខ្ញុំអត់បានឆ្លើយតបនៅក្នុងឆាតហ្នឹងទេដោយសារតែវារៀងវែងពេកហើយនៅមួយខ្ញុំក៏មិនសូវជាមានពេលទៅណែសម្រាប់មើលឆាតមកអីចឹងទៅអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថានឹងធ្វើវីដេអូមួយនេះសម្រាប់ជូនទៅកាន់ពួកគាត់តែម្ដងទៅហ្នឹងហើយសង្ឃឹមថាពួកគាត់បានឃើញទៅចុះអូខេប៉ុន្តែខ្ញុំសូមបញ្ជាក់មុនណានៅក្នុងវីដេអូហ្នឹងវាមិនមែនជាវីដេអូដែលនិយាយអំពីប្រធានបទអាចកំបាំងឬក៏ប្រធានបទសាច់កាយទេវាគ្រាន់តែជាការឆ្លើយសំណួរទៅកាន់គ្នាយើងតែប៉ុណ្្នឹងទេហ្នឹងហើយបើសិនជាអ្នកគ្នាគិតថាវីដេអូហ្នឹងមិនគួរចង់មើលទេគឺហ្នឹងហើយអាច skip វីដេអូហ្នឹងបាត់ដោយសារតែវាមិនមែនជាវីដេអូទ្រឹស្ដីឬក៏វីដេអូប្រធានបទសាច់កាយទេហ្នឹងហើយវាគ្រាន់តែជាវីដេអូឆ្លើយសំណួរដូចខ្ញុំនិយាយតែអញ្ចឹងហ្នឹងហើយណាមួយដោយសារតែគ្នាយើងចង់ដឹងផងអញ្ចឹងហើយយើងធ្វើវីដេអូតែម្ដងទៅសម្រាប់អ្នកដែលគាត់ចង់ដឹងដែរតែគាត់អត់ហ៊ានសួរហ្នឹងយើងអាចទស្សនាវីដេអូហ្នឹងអស់គ្នាតែម្ដងទៅអូខេអញ្ចឹងខ្ញុំអត់ចង់វែងឆ្ងាយច្រើនទេគឺយើងចូលទៅកាន់ខ្លឹមសារតែម្ដងទៅប៉ុន្តែកុំភ្លេចចុច like subscribe ក៏ដូចជា share អ្នកផ្សេងក៏បានមើលផងហើយបើសិនជាអាចចូលទៅចុច like page Facebook របស់ខ្ញុំម្នាក់មួយផងគឺ random talk ដូចគ្នាដើម្បីយើងទទួលបាននៅ activity ថ្មីអូខេអញ្ចឹងជាទូទៅនៅពេលដែលខ្ញុំកាត់វីដេអូម្ដង software ដែលខ្ញុំប្រើនេះគឺមានចំនួន4ទី1គឺជា Adobe Premiere Pro ទី2គឺជា Adobe After Effects ទី3គឺជា Adobe Photoshop ទី4គឺជា CapCut software ទាំង4នោះវាគឺជាទូទៅតែម្ដងនៅពេលដែលខ្ញុំកាត់វីដេអូជារៀងរាល់ដងហ្នឹងអូខេហើយបើសិនជាឆ្ងល់ថាម៉េចបានជា Photoshop ទៅ include នៅក្នុងកម្មវិធីកាត់វីដេអូដែរដោយសារតែនេះវាគឺជា software សម្រាប់កាត់រូបភាពវាគឺជា software សម្រាប់ design នឹងមិនបានជានៅក្នុងវីដេអូនោះមានអានឹងដែរអូខេអញ្ចឹងបើចង់ដឹងចាំតិចទៅទៀតខ្ញុំប្រាប់អូខេអញ្ចឹងដំណាក់កាលដំបូងនៅពេលដែលខ្ញុំ record វីដេអូចប់ភ្លាមគឺខ្ញុំ import វាចូលទៅក្នុង Adobe Premiere Pro ដើម្បីធ្វើការកាត់វាលើកដំបូងឬក៏ជាគេហៅថា rough cut ហ្នឹងហើយសង្ឃឹមថាខ្ញុំអានត្រូវទៅចុះហ្នឹងហើយថាជា rough cut ហ្នឹងហើយកាត់ចំណុចណាដែលខុសខ្ញុំកាត់ចោលខ្ញុំទុកចំណុចណាដែលខ្ញុំត្រូវទេព្រោះថាវីដេអូដែល10 20នាទីដែលអ្នកគ្នាឃើញហ្នឹងបើសិនជាសាច់វីដេអូដើមដែល record ចេញចាំម្ដងវាអាចនឹងខ្ទង់50នាទីឬក៏1ម៉ោងអីចឹងទៅហ្នឹងគឺ22 GB យកតែម្ដង2 3វីដេអូចូលគ្នាព្រោះថាកន្លែងខ្លះគឺខ្ញុំនិយាយខុសនិយាយចឹងទៅក៏យើងកាត់ចោលទៅយើងទុកតែកន្លែងណាត្រូវទៅហើយយើងដាក់ footage យើងដាក់រូបភាពក៏ដូចជាអាចថាកាយ color ទិញជួយនៅក្នុងនោះផងដែរអាហ្នឹងវាគឺជាការកាត់នៅលើ Adobe Premiere Pro អូខេហើយបន្តពីនឹងមកទៀតគឺចូលទៅដល់ After Effectsនៅពេលណាដែលខ្ញុំត្រូវការប្រើប្រាស់ effect ឬក៏កន្លែងណា scene ណាប្លង់ណាដែលខ្ញុំត្រូវការដាក់ effect ច្រើនអញ្ចឹងគឺខ្ញុំយកវាធ្វើនៅក្នុង After Effects គឺធ្វើហ្នឹងមិនមែនខ្ញុំយកវីដេអូទាំងដទៅដាក់ទេខ្ញុំគ្រាន់តែបើមិនខ្ញុំនឹកឃើញថាអូខេប្លង់កន្លែងនេះគួរតែដាក់ effect របៀបម៉េចគឺខ្ញុំធ្វើវានៅក្នុង After Effects អាចថាធ្វើវាជា composition 10 20វិនាទីឬក៏15វិនាទីអញ្ចឹងទៅនៅពេលដែលយើងធ្វើនៅក្នុង After Effects ហើយយើង export ចេញពី After Effects មកហើយ import ចូល Premiere Pro ដើម្បីដាក់ effect នឹងនៅលើវីដេអូរបស់យើងហើយវីដេអូដែលយើងកំពុងតែកាត់ច្រាំហ្នឹងណាប៉ុន្តែអាហ្នឹងគឺវាមិនញឹកញាប់ទេគឺវាម្ដងម្កាលទេព្រោះថាធ្វើ effect មួយហ្នឹងគឺវាចំណាយពេលយូរមែនតើហើយបើសិនជាក្នុងករណីថាត្រឹមតែ effect តិចតួចដែលខ្ញុំអាចធ្វើការទាញ keyframe នៅលើ Premiere Pro បានអាហ្នឹងគឺខ្ញុំធ្វើនៅលើ Premiere Pro ប៉ុន្តែបើសិនជាតជាមួយនឹង effect ណាដែលវាច្រើនដែលយើងត្រូវការ motion វាច្រើនពី3កន្លែងឬក៏យើងត្រូវការប្រើប្រាស់នៅ keyframe ច្រើនពីប៊ីតុងអីហ្នឹងអូខេអាហ្នឹងគឺយើងប្រើប្រាស់នៅលើ After Effects ដោយសារតែនៅលើ After Effects គឺវាមាន option ច្រើនជាងសម្រាប់យើងទៅដូចជាវាងាយស្រួលជាងលើ Adobe Premiere Pro ផងដែរអូខេហើយដូច logo intro របស់ខ្ញុំហ្នឹងអាហ្នឹងក៏ខ្ញុំធ្វើនៅលើ After Effects ដូចគ្នាអាហ្នឹងវាគឺជាដំណាក់កាលទី2ហើយមួយទៀតតទៅជាមួយនឹង Photoshop អញ្ចឹងនៅក្នុងករណីថាបើសិនជាក្នុងវីដេអូខ្ញុំត្រូវការដាក់រូប PNG អីចឹងទៅឬក៏ខ្ញុំត្រូវការទៅសេ font 3D អីចឹងទៅដើម្បីយក font ហ្នឹងយកមកដាក់នៅក្នុងវីដេអូឬក៏មានជាលក្ខណៈរូបភាពអីចឹងទៅគឺយើងត្រូវយកមកដាក់ក្នុងហ្នឹងអញ្ចឹងនៅក្នុងពេលដែលយើងទាញរូបភាពខ្ញុំដាក់ហ្នឹងធម្មតានៅពេលដែលយើង search ក្នុង Google មករូបភាពវាមិន PNG ទាំងអស់ទេមានរូបភាពខ្លះវាជា JPEG ឬក៏ជាអីចឹងទៅអញ្ចឹងបើសិនជាយើងចង់មករូបភាព PNG ដើម្បីដាក់នៅក្នុងវីដេអូរបស់យើងគឺយើងត្រូវការយកវាមកកាត់ Photoshop ចិនយកមក remove background ចេញចឹងទៅបើសិនជាអត់ដឹងថា PNG នេះអីគេទេ PNG គឺគេចង់សំដៅទៅដល់ format រូបភាពដែលវាមិនមាន background អាហ្នឹងហើយវាគឺជាពេលដែលយើងត្រូវការប្រើប្រាស់ Photoshop ដើម្បីយកមកដាក់ចូលនៅក្នុងវីដេអូរបស់យើងហើយវាក៏ដើរតួសំខាន់នៅពេលចុងក្រោយនៅពេលដែលយើងធ្វើវីដេអូឲ្យអស់គឺយើងធ្វើ thumbnail នៅលើ Photoshop ដូចគ្នាអូខេអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការកាត់ចិញ្ច្រាំវានៅក្នុង Adobe Premiere Pro ហើយខ្ញុំធ្វើ effect នៅក្នុង After Effects ហើយខ្ញុំដាក់ footage ដាក់អីហើយអស់ហើយគឺវីដេអូហ្នឹងគឺខ្ញុំត្រូវការ export ចេញមកតង់ចេញពី Premiere Pro ហ្នឹងហ
ហើយនៅពេលដែល export ចេញពីក្នុង Premiere Pro ហ្នឹងហើយគឺវីដេអូយើងអត់ទាន់ចប់ទេគឺខ្ញុំត្រូវការយកវាមក finish នៅលើ CapCut មកតង់ទៀតអញ្ចឹង finish នៅលើ CapCut គឺ finish របៀបម៉េចតាក់ទងជាមួយនឹង effect ឬក៏តាក់ទងជាមួយនឹង transition ឬក៏ sound effect មួយចំនួនដែលនៅលើ CapCut មានអញ្ចឹងអ្នកដែលប្រើ CapCut ការវីដេអូជាប្រចាំក៏គាត់ដឹងថានៅលើ CapCut គឺវាមាន effect ច្រើនមែនទែនវាក៏មាន transition លយ free ច្រើនផងដែរអញ្ចឹងនៅពេលដែលកន្លែងណាដែលមាន transition លក្ខណៈបែបចេះហ្នឹងនឹងឯងគឺខ្ញុំប្រើវានៅលើ CapCut ទេដោយសារតែលើ CapCut គឺវាមានស្រាប់គឺយើងមិនចាំបាច់ត្រូវការទាញ keyframe ឬក៏យើងមិនចាំបាច់ធ្វើ manual ញ៉ៃទេយើងគ្រាន់តែទាញដាក់មកហើយក្នុង CapCut ឥឡូវហ្នឹងក៏គេមាន sound effect មានអីលយដែរអញ្ចឹង sound effect ហ្នឹងយើងអាចទាញវាដាក់ស្រាប់នៅក្នុង CapCut ហ្នឹងទៅគឺវាលឿនអាហ្នឹងវាគឺជាការបញ្ចប់ចុងក្រោយហើយមួយទៀតគឺតាក់ទងជាមួយនឹងសំឡេងហ្នឹងហើយនៅពេលដែលខ្ញុំធ្វើហើយអស់គឺសំឡេងវីដេអូរបស់ខ្ញុំសំឡេង music background អីហ្នឹងគឺខ្ញុំយកវាមក finish នៅលើ CapCut ដូចគ្នាដោយសារតែកន្លែងហ្នឹងយើងអាចទាញ keyframe ដើម្បី adjust វាចុះឡើងសម្រាប់ទៅតាមកន្លែងណាដែលត្រូវលឺខ្លាំងកន្លែងណាដែលត្រូវលឺតិចអីចឹងទៅហើយបន្ទាប់ពីរៀបចំហ្នឹងអស់ចូលដល់ចំណុចសំខាន់មួយទៀតគឺ export ចេញនៅលើ CapCut ហើយហ្នឹងវាក៏ជាចំណុចសំខាន់មួយដែរព្រោះថានៅពេលដែលយើង export នៅលើ CapCut គឺវាមិនសូវជាតឹងម៉ាស៊ីនយើងប្រហែលទេហើយវាក៏រៀងលឿនជាងបើមិនជាយើងប្រៀបធៀបជាមួយនឹងការ export នៅលើ software របស់ Adobe ផងដែរហ្នឹងហើយអូខេអញ្ចឹងអាហ្នឹងវាគឺជា process ក៏ដូចជាវាគឺជា software ដែលខ្ញុំផលិតវីដេអូអ្នកគ្នាមើលតម្រាំតាមបានមួយហ្នឹងគឺខ្ញុំត្រូវការប្រើ software ចំនួន4នៅពេលដែលខ្ញុំកាត់វីដេអូម្ដងគឺខ្ញុំត្រូវការបើក software ទាំង4ហ្នឹងក្នុងពេលតែមួយតែម្ដងនិយាយទៅគឺ computer ហ្នឹងរៀងប្រោកប្រាក់ដែរហើយដោយសារតែយើងត្រូវ run អាឡបទាំង4ហ្នឹងក្នុងពេលតែមួយដើម្បីកាត់វីដេអូអ្នកគ្នាមើលអញ្ចឹងបើសិនជាអ្នកគ្នាមកអង្គុយមើលខ្ញុំកាត់វីដេអូគឺប្រកាសជាវល់ជាមិនខានដោយសារតែខ្ញុំត្រូវចេញពី app មួយចូល app មួយខ្ញុំចេញពី software មួយចូល software មួយដើម្បីទាញអានេះដាក់អានោះទាញនោះដាក់អានោះអញ្ចឹងណានិយាយទៅគឺវារៀងវល់ដែរហ្នឹងវីដេអូអង្គុយមកកន្លែងនិយាយហ្នឹងគឺវារៀងវារៀងពិបាកដែរតែចេញបានមកវីដេអូអ្នកគ្នាទស្សនាយើងរាល់សប្តាហ៍ហ្នឹងមួយសប្តាហ៍2វីដេអូអីហ្នឹងអូខេហើយបើសិនជាសួរថាខ្ញុំប្រើ software ច្រើនក្នុងពេលតែមួយអញ្ចឹងសួរតែខ្ញុំចេះច្រើនអត់បើនិយាយតាមត្រង់ទៅតាក់ទងជាមួយនឹង software ទាំង4ហ្នឹងគឺខ្ញុំអត់មានចេះច្រើនអីទេគឺខ្ញុំមិនមែនចេះដល់កម្រិត advance អីទេគឺខ្ញុំចេះត្រឹម basic តែប៉ុណ្ណោះនិយាយទៅគឺចេះតិចតួចសម្រាប់តែថាអាចផលិតវីដេអូដូចអ្នកគ្នាឃើញជារៀងរាល់សប្តាហ៍អញ្ចឹងគឺគុណភាពបានប៉ុណ្ណឹងអូខេអញ្ចឹងនេះវាគឺជាការឆ្លើយសំណួរក៏ដូចជាការចែករំលែកក៏ដូចជាការប្រាប់ពីវិធីដែលខ្ញុំធ្វើវីដេអូរាល់ដងថា process នៃការធ្វើវីដេអូរបស់ខ្ញុំហ្នឹងគឺវាមានដំណើរការទៅរបៀបមិនអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងសង្ឃឹមថាវីដេអូខ្លីនេះនឹងជួយដោះស្រាយចម្ងល់អ្នកគ្នាដែលតែងតែសួរខ្ញុំហ្នឹងឯងអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេគឺវារៀងខ្លីហ្នឹងហើយវាខ្លីដោយសារតែវាមិនមែនជាវីដេអូដែលនិយាយពីប្រធានបទដែលយើងត្រូវលើកឧទាហរណ៍អីវែងឆ្ងាយទេវាគ្រាន់តែជាការនិយាយទៅជាមួយនឹងការធ្វើវីដេអូទេគឺវាខ្លីអញ្ចឹងហើយអូខេអញ្ចឹងបើសិនជាមានមតិយោបល់ឬក៏មានអ្វីចង់បន្ថែមអ្នកគ្នាអាចធ្វើការ comment នឹងក្រោមបានហើយវីដេអូនេះគឺមានប៉ុណ្្នឹងយើងជួបគ្នាទៀតនៅវីដេអូក្រោយជាមួយនឹងប្រធានបទថ្មីបន្តទៀត